ជំរាបសួរពុកម៉ែបងប្អូនដែលតែងនិយមចូលចិត្តទេសនានៅទាំងទេសនីយភាពវីដេអូបែបស្រុកស្រែបងប្អូនបាទនៅក្នុងវីដេអូនេះផងដែរខ្ញុំបាទសូមពំនាំមកនៅវីដេអូបែបស្រុកស្រែដែលតាក់ទងទៅនឹងរដូវដើមវស្សាបងប្អូនដែលមានទេសភាពជុំវិញភូមិឬក៏ជុំវិញផ្ទះហ្នឹងត្រូវបានភ្ជួរបាទដើម្បីត្រៀមដើមរដូវវស្សាមកដល់យើងធ្វើការធ្វើស្រែណាបងប្អូនបាទបងប្អូនដែលហេតុថាខ្ញុំនៅស្រុកស្រែជនបទស្រាប់អញ្ចឹងទៅក៏ content ដែលខ្ញុំអាចធ្វើបានចែកជូនបងប្អូនបានទេសនាគឺថាតាក់ទងទៅនឹងទេសភាពវាស្រែស្រុកស្រែចឹងឯងបងប្អូនបាទបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំថតនៅរដូវខែ5បងប្អូនក្នុងចន្លោះថ្ងៃទី13បាទអញ្ចឹងទៅជាកសិករយើងឲ្យតែចូលឆ្នាំហើយអញ្ចឹងទៅពួកគាត់ចាប់ផ្ដើមភ្ជួរដីឲ្យបងប្អូនភ្ជួរដើម្បីធ្វើស្រែចម្ការបាទការភ្ជួរដីនេះរដូវប្រាំងនេះគឺល្អបាទគេហៅថាភ្ជួរដីហុយគឺយើងប្រើត្រាក់ទ័រភ្ជួរបាទបងប្អូនអញ្ចឹងត្រាក់ទ័រគឺអាចភ្ជួរបានហើយបងប្អូនដោយសារកម្លាំងវាខ្លាំងចឹងមុតអញ្ចឹងទៅក៏ភ្ជួរដីបានល្អបាទថាប្រយោជន៍នៃការភ្ជួរដីហុយហ្នឹងគឺវាងាប់ស្មៅល្អបងប្អូនហើយទៅពេលយើងភ្ជួរហើយយើងព្រោះស្រូវមូលបងប្អូនស្រូវដែលយើងអត់បាក់យកទៅត្រាំអីគឺយើងព្រោះស្រូវទាំងមូលតែម្ដងហើយស្រូវទាំងមូលនោះគឺយើងព្រោះហើយយើងភ្ជួរកប់អញ្ចឹងណាបាទមុននឹងភ្ជួរអ្នកខ្លៅក៏គាត់បាញ់ស្មៅឲ្យហើយអញ្ចឹងទៅបាទបាញ់ជាប់នឹងដីអញ្ចឹងទៅតមកព្រោះក្របពូជបន្ទាប់ពីព្រោះក្របពូជហើយគាត់ក៏យកគូយន្តឬក៏ត្រាក់ទ័រនឹងភ្ជួរលុបដល់ពេលដែលភ្លៀងចាប់ដើមបង្អុលមកប្រុសអញ្ចឹងគេហៅថាភ្លៀងមិនខ្លាំងអញ្ចឹងទេភ្លៀងប្រុសអញ្ចឹងទៅធ្វើឲ្យក្របស្រូវនៅក្នុងដីហ្នឹងវារីកអញ្ចឹងទៅក៏ចាប់ដើមមានសំណើមក៏ដោះជាពន្លកមកបាទបងប្អូនប្រជាកសិករយើងភាគច្រើននៅក្នុងស្រុកស្រែចម្ការហ្នឹងគឺធ្វើទិន្នផលស្រូវខុសគ្នាបងប្អូនអ្នកខ្លះក៏បង្កបង្កើនផលប្រភេទស្រូវធ្ងន់ដែលមានអាយុកាល6ខែបាទហើយអ្នកខ្លះទៀតក៏បង្កបង្កើនផលប្រភេទស្រូវកណ្ដាលដែលមានអាយុកាល4ខែបាទហើយអ្នកខ្លះទៀតក៏ធ្វើប្រភេទស្រូវគេហៅថាស្រូវស្រាលមានអាយុកាល3ខែហើយស្រូវប្រភេទខ្លះទៀតមានអាយុកាលក្រោម3ខែក៏មានដែរអញ្ចឹងទៅយើងអត់ដឹងថាស្រែនីមួយហ្នឹងគឺគេធ្វើប្រភេទស្រូវអីទេបងប្អូនក៏ប៉ុន្តែចំពោះស្រែជំរឿអ្វីដែលខ្ញុំបានដឹងដោយសារគ្រួសារខ្ញុំជាកសិករផងដែរចំពោះស្រែជំរឿគេអត់ប្រើស្រូវស្រាលទេបងប្អូននេះរដូវវស្សាដោយសារតែស្រូវស្រាលហ្នឹងគឺវាងាយនឹងលិចទឹកដោយសារប្រភេទដើមរបស់ស្រូវហ្នឹងគឺខ្លីអញ្ចឹងណាគេអាចប្រើជាប្រភេទស្រូវកណ្ដាលឬក៏ស្រូវធ្ងន់អញ្ចឹងដូចជាប្រភេទស្រូវរំដួលគេជាប្រភេទស្រូវកណ្ដាលហ្នឹងឬក៏ស្រូវនាងមិញជាប្រភេទស្រូវធ្ងន់អញ្ចឹងដល់ពេលដែលគេប្រើពូជស្រូវនៅក្នុងស្រែជំរឿគឺគេប្រើពេលស្រូវដែលមានដើមខ្ពស់ហើយធន់នឹងទឹកអញ្ចឹងណាបងប្អូនបាទបងប្អូននៅក្នុងវីដេអូនេះផងដែរក៏បងប្អូនអាចឃើញដីទួលមួយកន្លែងដែលគេបានភ្ជួររួចហើយបងប្អូនតាមពិតទៅដីទួលគឺល្អសម្រាប់ប្រភេទដំណាំស្រូវស្រាលឬក៏អ្នកខ្លះទៀតដែលគាត់មានគោក្របីអញ្ចឹងទៅច្រើនបាទគាត់តម្រូវការស្មៅក៏ច្រើនអញ្ចឹងទៅគាត់ជួដីទួលនោះព្រោះត្រូវចោលដើម្បីឲ្យវាដោះលាយជាមួយស្មៅហើយក៏គេយកមកយកស្មៅនឹងស្រូវនឹងច្រូតទុកឲ្យគោឬក្របីបាទហើយបើនិយាយអំពីក្បែរស្រែនេះគឺមានទេសភាពតាមភូមិបាទគឺផ្ទះទាំងសងខាងវាស្រែនឹងគឺសិតតែម៉ូដខ្មែរសុទ្ធសាធបងប្អូនហើយក៏នៅស្រុកស្រែចំផងដែរបាទកាលពីដើមឡើយប្រជាជនខ្មែរយើងគឺកម្រព្រោះបងប្អូនព្រោះភាគច្រើនគឺធ្វើស្រែបដិញទឹកនៅតំបន់បឹងទន្លេសាបទេប៉ុន្តែដោយសារតែការដកស៊ូងគឺចំណាយពេលច្រើនបាទក៏ដូចជាការចំណាយនៅថវិកាក៏ច្រើនអញ្ចឹងទៅប្រជាជនភាគច្រើនមកវ៉ែមកជាការព្រោះបាទដើម្បីកាត់បន្ថយការចំណាយអញ្ចឹងណាប៉ុន្តែគ្រាន់ថាអត្ថប្រយោជន៍គឺខុសគ្នាបងប្អូនគឺការធ្វើដំណាំស្រូវដោយស្ទូងបាទគឺបានទិន្នផលច្រើនហើយពង្រោះនឹងគឺបានទិន្នផលតិចដោយសារតែសន្ទូងគឺយើងអាចដោតទៅនឹងដីហើយផ្ទៃដីទាំងអស់នោះគឺត្រូវបាន
liệt sân thân đòi đầm nằm sân tuôn chẳng á chẳng tới sờ bay cùng lo mô có bạn tin là phật bùa chẳng tới bạn đó lại pro về khác có khôi cái chat cái shot bạn hay smile đau hay chẳng tới có ở sơ bạn tin là phật rồi đầm nằm sân tuôn từng ó mong bồn cứการล้อให้อัตมินสมาร์ทดีบางคนโดยเด็กยมฟลอร์ฟื้นตัวคือดอกพิซซ่ามันคือจริงจังไอ้ตัวนพอลบันจานให้ล้อบันเป็นอะไรฮะเทนเนียในการบันคนนพอลก็พูดมาบาดบองโอนฮะวิดีโอนี้ก็เชียนมาดอตีบรรจบพองได้บาดก็บอลได้มุนหนึ่งเชียนมาดอตีบรรจบกับยมบาดก็สมนมโป้คุณจมโป้บางคนในบันเทศนาวิดีโอบอกยมให้บาดโจเจ็ดวิดีโอแบบสกใสเราบอกยมสมบางคนช่วยจดsubscribe ใจพ่องบ่านำไปฉับบ้านกรุบในกูลกาบ่าเพราะทัวร์นี้คือปีตำในบ้านยมทัวร์มั้งคนมั้ยโดยสารเมียนการจบระบบทัวร์การเชียประจำทั้งไงนะบ่านำไปรูปละจำโนจำชีวิตบ้านหนึ่งจำครัวซายจังนั้นนะบ่าจังบางคนโจเจ็ดบางคนช่วยsubscribe ใจพ่องให้จำนำเชียร์เยี่ยมทัวร์วิดีโอผลิตวิดีโอเตะตรงตันหนึ่งเทศเปียบสกมาเยอะบานจานจะชุนบางปนบานเทศนาบาไอวิดีโอขยมก็มีจานจานที่บางปนไอสครอลตามลองวิดีโอเดี๋ยวใส่ลองวิดีโอขยมถือบานจานไอเยอะเป็นในการทัวร์วิดีโอนี้ก็อยู่กรนบาได้บางปนให้ก็จิตบาน subscribe กลุ่มจำนวนของได้บัตรส้มอคุณส้มจะได้เปลี่ยน